50 ឆ្នាំក្រោយតើពួកយើងកំពុងធ្វើអ្វីនៅ50 ឆ្នាំក្រោយគឺឆ្នាំ 2075 តើពេលនោះអ្នកកំពុងធ្វើអ្វីប្រហែលអ្នកកើតចំនួន 70 កើតចំនួន 80 ទៅអស់ហើយឯអ្នកកើតចំនួន 90 ក៏នៅសល់មិនច្រើនដែរពួកយើងសុទ្ធតែខ្លាចជាធូលីដីក្នុងលំហអស់ហើយនៅ50 ឆ្នាំក្រោយព្រះអាទិត្យនៅតែរះឡើងបញ្ចេញរស្មីចែងចាំងដដែលបុប្ផាក៏នៅតែរះស្គុះស្គាយស្រស់បំព្រងដដែលនៅក្នុងលោកនេះអត់មានតែវត្តមានរបស់អ្នកប៉ុណ្ណោះក៏អត់មានវត្តមានរបស់ខ្ញុំដូចគ្នាទូរស័ព្ទទំនើបយ៉ាងណា Facebook TikTok របស់យើងគ្មានវត្តមានអាប់ដេតរបស់យើងទៀតឡើយនៅពេលដែលគិតដល់រឿងទាំងអស់នេះហើយតើអ្នកនៅប្រកាន់ច្រើនទៀតទេតើអ្នកនៅស្អប់គុំគួនទៀតទេនៅពេលដែលការគិតរបស់យើងមិនស្ថិតនៅខ្សែព្រៃកង់តែមួយយើងត្រូវចេះគោរពគ្នានៅពេលដែលយើងឲ្យតម្លៃលើរបស់ផ្សេងគ្នាញញឹមដាក់គ្នាក៏ល្អប្រឹងបញ្ចេញរស្មីរបស់ខ្លួនឯងមិនខ្វាយខ្វល់នឹងពាក្យសម្ដីអ្នកដទៃជុំវិញខ្លួនរឿងរ៉ាវគ្រប់យ៉ាងចេះមើលរំលងបើកចិត្តទូលាយទើបយើងអាចមានពេលគយគន់ទេសភាពផ្កាយរីកតាមផ្លូវដើររបស់យើងបានសូមឲ្យតម្លៃអនាគតខាងមុខរបស់អ្នកពោពេញទៅដោយអារម្មណ៍ស្ងប់សុខមានសន្តិភាពផ្លូវចិត្តរស់នៅរីករាយស្រស់ស្រាយជារៀងរាល់ថ្ងៃ